ជំរាបសួរបងប្អូនទាំងអស់គ្នាចាចូលជាមួយនឹងនាងខ្ញុំឡៃអៀងសាជាថ្មីទៀតហើយចាំថ្ងៃនេះនាងខ្ញុំមានប្រភេទផ្ទះវីឡាភ្លោះមួយប្រភេទដែលនៅខាងក្រៅនាងខ្ញុំនេះជាផ្ទះគំរូតែម្ដងចាសម្រាប់ប្រភេទផ្ទះនេះចាគឺមានទំហំសាច់ដី8ម៉ែត្រគុណនឹង17ចាហើយសាច់ផ្ទះរបស់យើងគឺ6ម៉ែត្រគុណនឹង11ខាងក្នុងមានបន្ទប់គេង3បន្ទប់ទឹក4ចាតោះឥឡូវកុំឲ្យខាតពេលយូរយើងចូលទៅមើលខាងក្នុងទាំងអស់គ្នាចាសម្រាប់ប្រភេទផ្ទះនេះចាគឺយើងមានរបងព័ទ្ធជុំវិញមួយជុំតែម្ដងហើយជាពិសេស space ដែលនៅខាងមុខផ្ទះយើងអាចចតឡានបានរហូតដល់2គ្រឿងធំទលាយខ្លាំងមែនតើហើយនៅចំហៀងខាងនេះក៏យើងសល់ដីខ្នាតធំដែរចាសល់ចំហៀងផ្ទះខាងនេះរហូតដល់2ម៉ែត្រឯណោះចាធំស្អាតខ្លាំងមែនតើចាឥឡូវយើងចូលទៅមើលខាងក្នុងអូខេចាពុកម៉ែបងប្អូនទាំងអស់គ្នាចាវីឡាភ្លោះនេះចាចូលមកប្លែកខ្លាំងចាដោយសារតែកន្លែងបរិវេណទទួលភ្ញៀវរបស់យើងគឺទលាយជាងមុនទៀតចាហើយក៏យើងមានប្អួចជុំវិញចំហៀងអីហ្នឹងគឺច្រើនកន្លែងដែលពុកម៉ែបងប្អូនបើកប្អួចមកគឺភ្លឺចូលខាងក្នុងផ្ទះរបស់យើងគឺគ្រប់គ្រាន់តែម្ដងចាមកឥឡូវយើងបន្តមកខាងក្រោយចាខាងក្រោយផ្ទះខាងក្រោយយើងនេះគឺមានកន្លែងជារៀបចំជាកន្លែងញ៉ាំអាហារជួបជុំក្រុមគ្រួសាររបស់យើងខ្នាតធំបានណាចាតុញ៉ាំអាហាររបស់យើងបានរហូតដល់10នាក់ជាងឯណោះចាគឺទលាយស្អាតខ្លាំងមែនតែនចាហើយជាពិសេសកន្លែងចម្អិនអាហាររបស់បងស្ត្រីមេផ្ទះរបស់យើងចាក៏ស្អាតដូចគ្នាដែរដោយសារតែម៉ាប់របស់យើងគឺមានទំហំវែងហើយជាអក្សរ L ស្អាតងាយស្រួលក្នុងការរៀបចំដូចជាកន្លែងលាងចានលាងឆ្នាំងអីហ្នឹងទៅហើយខាងនេះគឺយើងដាក់ចក្រានអគ្គិសនីបានផងដែរចាទលាយងាយស្រួលក្នុងការចម្អិនអាហារ2-3នាក់អីក៏រត់អត់ចៀតគ្នាដែរណាចាហើយក៏យើងមានជាបន្ទប់ទឹកចាសម្រាប់បន្ទប់ទឹកទទួលភ្ញៀវរបស់យើងគឺខាងក្នុងទលាយស្អាតខ្លាំងមែនតើតោះចូលទៅតិចទៅចាគឺយើងមានកន្លែងលាងដៃកន្លែងងូតទឹកចាហើយខ្ពស់ស្លាស់ហ្មងយើងអត់ទៅខាងលើឯណាចាអត់ហប់អត់ក្តៅអីទេចាដោយសារតែបន្ទប់ទឹកគឺទលាយចាចុះសម្រាប់ប្រភេទផ្ទះនេះតម្លៃគឺត្រឹមតែ$10,500តែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាតោះឥឡូវយើងឡើងទៅមើលខាងលើអូខេបងប្អូនទាំងអស់គ្នាឡើងមកជាន់ខាងលើមានបន្ទប់គេង3ចាឥឡូវនេះខ្ញុំចូលទៅបន្ទប់គេងមួយនេះសិនចាសម្រាប់បន្ទប់នេះគឺជាបន្ទប់កូនប្រុសចាធំទលាយស្អាតខ្លាំងមែនតើបងប្អូនអាចមើលរីកអូផ្ទះគំរូនេះនិយាយថាចូលមកវិញបើមានក្មេងៗមកដល់ស្រឡាញ់ពេញចិត្តបងចាដេកមកស្អាតតែម្ដងចាហើយសម្រាប់ផ្ទះនេះបន្ទប់នេះគឺយើងអាចដាក់គ្រែគេងបានទលាយហើយរួមជាមួយនឹងទូកៅអៅចាសម្រាប់ទូកៅអៅរបស់យើងគឺដាក់ឡើងនេះទៅហើយខាងនេះគឺយើងនៅសល់ space ធំអញ្ចឹងអត់ចៀតទេសម្រាប់បន្ទប់គេងនីមួយៗចាតោះឥឡូវយើងចូលបន្ទប់មួយទៀតអូខេវ៉ាវបងប្អូនទាំងអស់គ្នាស្រស់ស្រាយខ្លាំងមែនតើមកឥឡូវយើងចូលមកខាងក្នុងតិចមកចាសម្រាប់បន្ទប់នេះគឺបន្ទប់កូនស្រីចាគឺស្អាតហើយងាយស្រួលក្នុងការតុបតែងខ្លាំងមែនតើហើយជាពិសេសគឺយើងមានប្អួចនៅចំហៀងខាងនេះដែលយើងអាចបើកយកស្រូបយកខ្យល់អាកាសនៅខាងក្រៅឬក៏ពន្លឺភ្លឺចូលក្នុងបន្ទប់យើងគឺគ្រប់គ្រាន់តែម្ដងចានិយាយទៅបន្ទប់នេះយើងអាចរៀបចំដេកបានច្រើនទៀតណាបងប្អូនទាំងអស់គ្នាស្រឡាញ់ដេកបែបណាអាចមកកែច្នៃថែមចាសម្រាប់ផ្ទះគឺយើងធ្វើឲ្យបាន90%ហើយចាខាងនេះគឺបន្ទប់ទឹកចាសម្រាប់បន្ទប់ទឹកគឺធំទលាយចូលមកចាទលាយមកស្អាតមកងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនតើមកឥឡូវយើងចូលបន្ទប់សមាជិកគ្រួមេគ្រួសារចាសម្រាប់បន្ទប់មេគ្រួសាររបស់យើងក៏ស្អាតដែរចាជាពិសេសគឺយើងមាន view នៅខាងក្រៅចាយើងអាចមើលទេសភាពខាងក្រៅពេលព្រឹកពេលល្ងាចអីគឺមកស្អាតតែម្ដងចាមានវេរ៉ុងដាលយមកមុខបាន1ម៉ែត្រចាពលឺភ្លឺចូលគ្រប់គ្រាន់ចាហើយការដេកវិញពុកម៉ែបងប្អូនទិញឲ្យអាចដេកបានច្រើនជាងនឹងទៅទៀតចាចង់ថែមទូថែមអីទៀតគឺនៅតែទលាយណាពុកម៉ែបងប្អូនទាំងអស់គ្នាចាមកឥឡូវនេះខ្ញុំមកឲ្យមើលកន្លែងរៀបចំជាទូកៅអៅចានេះបន្ទប់មេគ្រួសារពិសេសត្រង់ថាទូកៅអៅរបស់យើងអាចដាក់នៅចន្លោះនេះបានហើយយើងអាចរៀបចំមកដាក់សម្ភារៈផ្សេងក៏ដូចជាការផ្លាស់កៅអៅអីគឺនៅនឹងបានចាដាច់តម្លៃពីកន្លែងគេងហ្មងចាហើយខាងនេះគឺបន្ទប់ទឹកចាបន្ទប់ទឹកគឺទលាយខ្ពស់ស្អាតហ្មងបងប្អូនទាំងអស់គ្នាហើយការ៉ូយើងគឺរៀបដល់លើអញ្ចឹងងាយស្រួលក្នុងការសម្អាតខ្លាំងមែនតើការបន្លាក់អីយើងគ្រាន់តែដុសមកគឺស្អាតហ្មងព្រោះយើងប្រើជាការ៉ូចាតោះឥឡូវចុះទៅខាងក្រោមដើម្បីទទួលបានព័ត៌មានលម្អិតម្ដងទៀតចា
អូខេបងប្អូនទាំងអស់គ្នាចាសម្រាប់តម្លៃផ្ទះនេះគឺតម្លៃត្រឹមតែ $105,000 តែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាហើយសម្រាប់សាច់ដីផ្ទះនេះគឺមានទំហំ8ម៉ែត្រជម្រៅ17ម៉ែត្រចាហើយសាច់ផ្ទះរបស់យើងគឺ6ម៉ែត្រជម្រៅ11ម៉ែត្រចាហើយគឺមានបន្ទប់គេង3និងបន្ទប់ទឹក3ចាស្អាតខ្លាំងមែនតើដោយការបង្ហាញរបស់នាងខ្ញុំនេះអញ្ចឹងចាហើយសម្រាប់ការបង់រំលោះក៏មានដែរចាការបង់ពុកម៉ែបងប្អូនបង់ត្រឹមតែ 20% មុនក៏បានដែរពុកម៉ែបងប្អូនទាំងអស់គ្នាឬក៏ចង់ចរចាផ្សេងៗអាចទំនាក់ទំនងមកតាមលេខនៅខាងក្រោមនេះបានហើយសម្រាប់ទីតាំងវិញគឺស្ថិតនៅប៉ែកខាងសាថ្នល់តតឹងចាពុកម៉ែបងប្អូនដែលនៅក្នុងក្រុងភ្នំពេញអាចធ្វើដំណើរមកតាមផ្លូវជាតិលេខ4មកត្រង់មកដល់ផ្សារថ្នល់តតឹងចាគឺនៅជិតជាមួយនឹងផ្សារថ្នល់តតឹងនឹងតែម្ដងចាងាយស្រួលក្នុងការរកខ្លាំងមែនតើបើសិនជាពុកម៉ែបងប្អូនរកអត់ឃើញចាឬក៏ចង់មកមើលទីតាំងអាចតាក់ទងមកតាមលេខខាងក្រោមមុនសិនណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយរស់រាន់សម្រាប់ប្រភេទផ្ទះនេះគឺមានហើយ 90% ក៏មានដែរពុកម៉ែបងប្អូនណាដែលគាត់ចង់ទិញហើយឆាប់បានចូលរស់នៅគឺឬក៏គាត់ចង់ប្រវត្តិប្លង់បង់ជាមួយនឹងខាងធនាគារចាអាចរស់រាន់មកមើលទីតាំងផ្ទះនេះបានផងដែរចាចឹងអរគុណច្រើនខ្លាំងមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃចូលមើលការបង្ហាញរបស់នាងខ្ញុំនេះកុំភ្លេចចូល Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនទាំងអស់គ្នាចាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ